នាងខ្ញុំឈ្មោះម៉ាត់រធាជាស្ថាបនិក QB ថ្ងៃនេះនាងខ្ញុំសូមធ្វើបទបង្ហាញជាដំបូងនាងខ្ញុំមានប្រវត្តិរូបសង្ខេបអំពីនាងខ្ញុំបន្តិចនាងខ្ញុំជាកូនអ្នកជនបទហើយក៏ជាបងស្រីធំនៅក្នុងគ្រួសារចឹងដោយសារតែគ្រួសារមានការខ្វះខាតឪពុកម្ដាយនាងខ្ញុំគាត់ឈឺខ្ញុំក៏ត្រូវតែជាជំនួសតែជើងរបស់គាត់ចឹងខ្ញុំត្រូវចេញធ្វើការតាំងពីទូចដើម្បីរកចំណូលស្នែកគ្រួសារនៅពេលដែលនាងខ្ញុំពេញវ័យនាងខ្ញុំចាប់ផ្ដើមលក់បន្លែនៅក្នុងផ្សារមួយនៅក្នុងឆ្នាំ2019នាងខ្ញុំក៏បានជួបជាមួយនឹងជនជាតិបារាំងដែលគាត់មានជំនាញខាងសាច់ឃ្មុំគាត់ក៏បានណែនាំឲ្យនាងខ្ញុំនឹងលក់ទឹកឃ្មុំតែនាងខ្ញុំថាលក់អីទឹកឃ្មុំសម្រាប់ទឹកឃ្មុំខ្លាំងច្រើនដោយសារតែមើលឃើញបញ្ហាទាំងអស់នេះហើយគាត់ក៏បាននាំនាងខ្ញុំទៅមើលដល់កសិករដែលគាត់ចិញ្ចឹមឃ្មុំនិងយកឃ្មុំព្រៃទៅផ្ទាល់នៅពេលនោះនាងខ្ញុំក៏បានចាប់ផ្ដើមឃើញអំពីការយកឃ្មុំរបស់គាត់ដែលមើលឃើញពីផលពិបាករបស់គាត់សម្រាប់ការលក់ទឹកឃ្មុំដោយសារតែប្រជាជនមួយចំនួនគាត់យកច្រឡំថាទឹកឃ្មុំតែមានក្រាមវាជាទឹកឃ្មុំខ្លាំងៗទឹកឃ្មុំអត់សុទ្ធហើយដូច្នេះហើយបាននាងខ្ញុំចាប់ផ្ដើមអាជីវកម្មនេះឡើងហើយទី2ដោយសារតែអ្នកប្រមូលផលទឹកឃ្មុំគាត់មានជំនាញគ្រប់គ្រាន់នៅក្នុងការយកឃ្មុំអញ្ចឹងវាធ្វើឲ្យទឹកឃ្មុំព្រៃនោះបាត់បង់ជារៀងរាល់ឆ្នាំម្ដងតិចហើយទី3នោះគឺភ្ញៀវទេសចរដែលគាត់មកកម្សាន្តនៅក្នុងស្រុកខ្មែរយើងតែប៉ុន្តែគាត់អាចទទួលបាននៅទឹកឃ្មុំខ្មែរពេលដែលគាត់ទៅដល់ផ្សារទំនើបគឺមានតែផលិតផលនាំចូលអត់មានផលិតផលក្នុងស្រុកផលិតផលរបស់យើងទាំងអស់គឺមានចំនួនដល់13មុខនៅក្នុងនោះក៏យើងមានឃ្មុំព្រៃឃ្មុំចិញ្ចឹមនិងផលិតផលដែលយើងបានកែច្នៃហើយក្រៅពីនេះក៏យើងមានសេវាកម្មសម្រាប់ភ្ញៀវដែលគាត់មកកម្សាន្តនៅក្នុងស្រុកខ្មែរគាត់អាចមករៀនយល់ដឹងបន្ថែមទៅលើការចិញ្ចឹមឃ្មុំរបស់យើងតើយើងចិញ្ចឹមឃ្មុំរបៀបម៉េចតើយើងយកឃ្មុំរបៀបម៉េចតើយើងធ្វើទឹកឃ្មុំនឹងដោយរបៀបម៉េចអញ្ចឹងគាត់អាចមករៀនយល់ដឹងជាមួយយើងបន្ថែមទៀតក្រៅពីនេះគាត់អាចមករៀនធ្វើជាទៀនក្រអូបប្រេងកាឡាឬក៏សារ៉ូមយកមុខនៅក្នុងហាងរបស់យើងផ្ទាល់មិនមែនថាមកទៅទិញទឹកឃ្មុំហើយទៅវិញទេគាត់អាចមានទទួលបាននូវចំណេះដឹងបន្ថែមទៀតផងដែរហើយចំណុចពិសេសរបស់យើងនោះគឺយើងមានទឹកឃ្មុំច្រើនប្រភេទធម្មតាទៅកន្លែងគេគឺមានតែទឹកឃ្មុំអត់ដឹងថាទឹកឃ្មុំនោះមកពីណាជាប្រភេទអីប្រភេទផ្កាអីទឹកឃ្មុំនឹងមានក្រាមឬក៏អត់ក្រាមអញ្ចឹងយើងមានការណែនាំទៅដល់អតិថិជនទៅលើការប្រើប្រាស់ជាប្រចាំថ្ងៃឧទាហរណ៍ថាគាត់យកទៅញ៉ាំឬក៏គាត់យកទៅធ្វើជាហាងកាហ្វេឬក៏គាត់យកទៅធ្វើជាគ្រឿងសម្អាងគឺយើងមានការណែនាំឲ្យពួកគាត់ប្រើទៅតាមតម្រូវការហើយទី3គឺជានិរន្តរភាពនោះគឺការថែរក្សាទៅលើសាច់ឃ្មុំនឹងឯងអាជីវកម្មបើសិនជាយើងអត់ថែរក្សាទៅលើសាច់ឃ្មុំនឹងទេយើងអត់មានតែឃ្មុំលក់អញ្ចឹងមានន័យថាអាជីវកម្មរបស់យើងនឹងក៏មិនអាចបន្តទៅមុខដែរហើយនៅពេលដែលគាត់បានទទួលដឹងនៅលើចំណេះទាំងអស់ហ្នឹងហើយគាត់ក៏មានការងារធ្វើជាប្រចាំផងដែរគ្រប់ផលិតផលរបស់យើងគឺយើងបានចុះបញ្ជីត្រួតពិនិត្យគ្រប់ផលិតផលមុនពេលដែលយើងយកមកដាក់លក់នៅលើទីផ្សារ